សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកស្គាល់រុក្ខជាតិម្យ៉ាងដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពគឺផ្កាម្ជូរព្រឹកឬក៏ហៅថាផ្លែម្ជូរព្រឹកដែលអ្នកទាំងអស់គ្នាដឹងហើយថាផ្លែម្ជូរព្រឹកនេះជារុក្ខជាតិម្យ៉ាងដែលមានពណ៌ក្រហមក្រមៅដែលយើងអាចយកទៅចែកច្នៃធ្វើជាភេសជ្ជៈធម្មជាតិឬក៏ធ្វើជាតែល្អសម្រាប់សុខភាពហើយផ្លែម្ជូរព្រឹកនេះវាសម្បូរទៅដោយវីតាមីន C ជាតិកាល់ស្យូមជាតិដែកវីតាមីន B2 វីតាមីន B3 ព្រមទាំងសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរហើយឥឡូវនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅយល់ដឹងពីអត្ថប្រយោជន៍របស់ផ្លែម្ជូរព្រឹកទាំងអស់គ្នាសម្រាប់អត្ថប្រយោជន៍ទី1នោះគឺល្អសម្រាប់ស្ត្រីជាពិសេសសម្រួលដល់ការឈឺចុកចាប់ពេលមករដូវទឹកផ្លែម្ជូរព្រឹកអាចជួយសម្រួលដល់អរម៉ូននៅក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់នៅពេលអ្នកបរិភោគទឹកផ្លែម្ជូរព្រឹកនេះចំពោះអត្ថប្រយោជន៍ទី2នេះការទទួលទានទឹកផ្លែម្ជូរព្រឹកវាអាចជួយសម្រួលដល់បញ្ហាប្រព័ន្ធប្រសាទនិងអាចជួយសម្រួលដល់បញ្ហាវិបត្តិផ្លូវចិត្តផងដែរចំណែកទី3នោះគឺជួយសម្រួលដល់បញ្ហាថ្លើមដូចយើងដឹងហើយថាទឹកផ្លែម្ជូរព្រឹកវាសម្បូរទៅដោយជាតិអុកស៊ីតកម្មដែលប្រឆាំងនឹងជំងឺថ្លើមហើយមិនត្រឹមតែជួយប្រឆាំងនឹងជំងឺថ្លើមនោះទេសារធាតុអុកស៊ីតកម្មទាំងអស់នោះក៏អាចជួយការពាររាងកាយរបស់យើងពីជំងឺផ្សេងៗបានផងដែរហើយទី4នោះទឹកផ្កាម្ជូរព្រឹកអាចជួយសម្រួលដល់ការរំលាយអាហារយើងដឹងហើយថាទឹកម្ជូរព្រឹកវាសម្បូរទៅដោយវីតាមីន C ដូច្នេះហើយវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារការបន្ទោបង់ផ្សេងហើយម្យ៉ាងវិញទៀតវាក៏អាចជួយសម្រួលដល់បញ្ហាទល់លាមកនិងប្រព័ន្ធពោះវៀនរបស់យើងឲ្យដំណើរការបានល្អផងដែរចំណុចទី5នោះគឺទឹកផ្កាម្ជូរព្រឹកមានអត្ថប្រយោជន៍ចំពោះការជួយគ្រប់គ្រងសម្ពាធឈាមអាចជួយកាត់បន្ថយនៅបញ្ហាជំងឺបេះដូងការលើសសម្ពាធឈាមផ្សេងនិងសម្រួលដល់ប្រព័ន្ធរាងកាយរបស់យើងឲ្យមានសុខភាពល្អជាពិសេសទឹកផ្កាម្ជូរព្រឹកជួយសម្រួលដល់អ្នកដែលមានសម្ពាធឈាមខ្ពស់ពិសេសគឺអ្នកដែលមានជំងឺលើសឈាមក៏អាចជួយសម្រួលដល់បញ្ហាសម្ពាធឈាមបានល្អផងដែរទាំងអស់នេះគឺជាអត្ថប្រយោជន៍ជាច្រើនដែលបានមកពីទឹកផ្លែម្ជូរព្រឹកដូច្នេះសូមបងប្អូនទាំងអស់គ្នាកុំមើលរំលងរុក្ខជាតិដ៏ល្អមួយនេះវាមិនត្រឹមតែជាតែសម្រួលដល់ប្រព័ន្ធរាងកាយរបស់យើងទេប៉ុន្តែយើងក៏អាចញ៉ាំជាភេសជ្ជៈបានផងដែរការទទួលទានទឹកផ្លែម្ជូរព្រឹកជាប្រចាំនឹងធ្វើឲ្យយើងទទួលបានអត្ថប្រយោជន៍ដ៏នឹកស្មានមិនដល់អរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត